mấy kia được chị nó khơi khuyên sớm lo và hai tụm bèo mỏng ôn hai bọc hàm bọc bảo mà tê linh mùi tông tiên cứ đăng để chiết mỏng ôn hay sầm rạp lại bao giờ vẫn có ở miền ấy của bạn đây bóng ôn cái ghi miền lại em sạc ba strui âm hai bây giờ miền tây chỉ muốn miền tôi là bao tiền cửa đặt ngay nhưng mà ôn hai miền được chip sắt là bao lại tây hai tụm bèn hai là nô cứ xong bảo dân cứ thay nghe khang mình tầm ổn cứ dùng mình chậm bạch bọc kêu như vậy ấy cha tới đã tay sạc cây cho tới khi thay sờ lò dùng ngồi chia cho ta nào mà ăn mà bọc ổnสำหรับปลายวันใบยบ้านสระสระให้สลอเปลี่ยนเปลี่ยนจังติดเชียงมวยนันไตรอังคือเชียดคลากับอ้อยคาเปยูนจ้างยังมาเมื่อปีวิธีเพื่อถึงอังคณี បន្ទាប់ពីយើងចាត់បន្លែអីហើយអស់រួចគឺថាទៅពេលរបស់ការស្ងោររបស់យើងគឺឆ្អិនល្មមបន្ទាប់មកយើងធ្វើការចាក់ខ្លាំងចូលបន្តិចហើយរំលឹងស្បែកជ្រូករបស់យើងឲ្យបានឆ្អិនល្មមបន្ទាប់ពីសាច់របស់យើងរៀងឆ្អិនល្មមហើយយើងដាក់បន្លែណាដែលអត់ងាយផុយចូលមុនគេណាបងប្អូនដូចជាល្ពៅហើយនិងបន្លែចូលមុនគេបងអស់ហើយសម្រាប់ទឹកវិញគឺនឹងខ្ញុំប្រើទឹកក្តៅបងប្អូនព្រោះវាងាយឆាប់ឆ្អិនហើយមានរសជាតិឆ្ងាញ់ហើយបើបងប្អូនអត់មានទឹកក្តៅទេអាចដាក់ទឹកត្រជាក់ក៏បានដែរបងប្អូននៅពេលដែលទឹកសម្លរបស់យើងពុះល្អហើយយើងចាប់ផ្ដើមដាក់ទំពាំងដែលយើងបានស្ងោរហើយនឹងចូលហើយបន្ទាប់មកយើងបង់ស្លឹកគ្រៃចូលបងប្អូន
ហើយសម្រាប់គ្រឿងផ្សំវិញគឺយើងអត់ប្រើអីច្រើនទេបងប្អូនគឺយើងប្រើតែប្រហុកប៊ីចេងហើយនឹងរ៉ឹតឌីបន្តិចទៅបានហើយព្រោះសិនជាស្លយើងមានស្ទើរសាច់យើងប្រើអំបិលជំនួសទឹកត្រីវិញព្រោះសម្លបែបនេះយើងប្រើអំបិលវាឆ្ងាញ់ជាងទឹកត្រីហើយមិនចាំបាច់ប្រើស្ករទេបងប្អូនព្រោះវាមានជាតិផ្អែមចេញពីល្ពៅហើយនឹងដំណើរស្រាប់ហើយណាមួយយើងមានបន្លែផ្អែមទៀតបងប្អូនហើយសម្រាប់គ្រឿងផ្សំបើបងប្អូនអាចខាតអីដាក់ទៅតាមចំណង់ចំណូលចិត្តបងប្អូនសម្រាប់នេះខ្ញុំគឺប៉ុណ្ណឹងគឺល្មមហើយបងប្អូនព្រោះនេះខ្ញុំអត់សូវចូលចិត្តញ៉ាំរសជាតិដិតទេបងប្អូនមើលតើល្ពៅហើយនឹងតម្លៃរបស់យើងរឿងផុយហើយយើងចាប់ផ្ដើមដាក់បន្លែដែលនៅក្នុងដូចជាដំណើរហើយនឹងផ្សិតចូលទៅបន្ទាប់មកយើងធ្វើការបង់បន្លែរបស់យើងចូលមកបងប្អូនបន្ទាប់មកយើងធ្វើការដាក់អង្ករដែលយើងបានបុកនឹងចូលហើយសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំដាក់អង្ករទាំងមូលទៅក៏បានហើយសម្រាប់នេះខ្ញុំចូលចិត្តបុកនឹងឆ្ងាញ់ជាងហើយនេះខ្ញុំបុកលាយជាមួយនឹងស្លឹកបាសដើម្បីឲ្យវាមានពណ៌នៅបៃតងល្អអញ្ចឹងបងប្អូនវិធីស្លប្រហែលគឺមានច្រើនបងប្អូនតែបងប្អូនធ្វើតាមវិធីនេះគឺធានាដល់តែឆ្ងាញ់មកបងប្អូនហើយបើសិនជាយើងមានខ្ចៅស្ងោរដាក់ទៅទៀតគឺរឹតតែជាតិមកបងប្អូនបន្ទាប់មកនាងខ្ញុំដាក់ត្រីអណ្ដែងអាំងដែលនាងខ្ញុំបានបេះនឹងចូលជាចុងក្រោយគឺយើងបង់បន្លែខៀវរបស់យើងចូលទាំងអស់ទៅបងប្អូនហើយដាក់វាតែមួយស្រពាប់បានហើយព្រោះតែយើងទុកយូរពេកគឺវាអាចធ្វើឲ្យបន្លែរបស់យើងរលួយហើយវាអត់មានរសជាតិឆ្ងាញ់ទេពេលនេះគឺថាសំណល់របស់យើងគឺឆ្អិនហើយបងប្អូនតំណងអត់បងប្អូនហើយបើចង់ឲ្យនាងខ្ញុំចំអិនមុខម្ហូបអ្វីទៀតកុំភ្លេចខមមិននៅខាងក្រោមវីដេអូណាអរគុណបាយបាយ